សួស្តីបងប្អូនចឹងថ្ងៃនេះទៅរងងាវតាមគ្រូខ្លែងចឹងនេះសកម្មភាពយើងរងងាវបាទសួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះអត់បានបរោះខ្លែងទេហើយយើងទៅរាវងាវនាំបងប្អូនទៅមើលរងងាវសមុទ្រនៅនេះគេហៅងាវភក់អញ្ចឹងបងប្អូនចាំតាមដានទស្សនាមួយវីដេអូនេះបាទឥឡូវយើងមកដល់កំពង់ទុកហើយបាទអញ្ចឹងទៅគ្នា4នាក់ទាំងខ្ញុំថ្ងៃនេះតំណែងការងារឃើញគាត់ទៅរងាវឥឡូវទៅតាមតែមិនដឹងបានអត់ទេថ្ងៃនេះបាទឥឡូវយើងមកដល់កន្លែងរងងាវហើយចុះជិះមកប្រហែលជា10នាទីបងប្អូនហើយ10នាទីមកដល់នៅជិតដែរទេអញ្ចឹងឥឡូវយើងចែវទៅមុខតិចដោយសារទឹករាក់ដាក់ម៉ាស៊ីនទៅវាកប់គូតអញ្ចឹងវាដល់ដីអញ្ចឹងអុំចូលបាទអញ្ចឹងចិត្តដល់កន្លែងរហើយនេះយើង3គីឡូចោះរនេះវាអត់ដែរនេះវាអត់ដែរហេដល់ហើយចង់ចាប់ក្តាមក៏មាននេះចាប់ក្តាមរងងាវចាំមើលបើឃើញអាចវាចាំប្រាប់ញើទុកនៅហើយបាទអញ្ចឹងយើងកំពុងដើររងងាវតាមគ្រូខ្លែងមាត់ងាវនៅមាត់ងាវហើយនិយាយទៅគេហៅអាចងាវហ្នឹងវាមានពណ៌លឿងដូចកតុកអញ្ចឹងបងប្អូនអញ្ចឹងយើងដើររមើលបានមួយទេកតុកហ្នឹងបាទតាមមាត់ទឹកដក់តិចហ្នឹងគឺយើងរមើលជួនកាលវាមានមាត់វាឃើញស្រាប់ឥឡូវលោកគ្រូបានមួយហើយអញ្ចឹងរៀងពិបាករកដែរបងប្អូនហើយគាត់លក់1គីឡូតែ4000ទេអាចរៀងសអាចងាវខ្វះមិនរមាត់គ្រូហ្នឹងជ្រាវហើយមិនជ្រាវចឹងវាពណ៌វារៀងលឿងបងប្អូនលឿនបាទខ្ញុំអត់សូវចេះរដែរចេះតែរាវគ្របឥឡូវទៅតាមគាត់បាន2អត់ទាន់បាន1ផងពុំលឿនណែអត់ខ្វះងាវគាត់ជំនាញរកងាវគាត់រករាល់ថ្ងៃអញ្ចឹងគាត់រកបានប្រហែលជាមួយធុងពេត្រូអីប៉ុន្តែថ្ងៃនេះគាត់ថារៀងមានមេឃភ្លៀងមួយមេអញ្ចឹងទៅវាធ្វើឲ្យអាចងាវហ្នឹងគឺវាបែកអញ្ចឹងរពិបាករចុងមុនមកមានភ្លៀងមួយមេអញ្ចឹងវាពិបាករអាចងាវ
បាក់រអញ្ចឹងរអត់ឃើញទេអញ្ចឹងមានរាវស្មានបងអូននេះមាត់ អានេះឃើញមាត់ស្រាប់អានេះឃើញមាត់ស្រាប់អញ្ចឹងយើងអាចខ្វះយកមកខ្ញុំតែមិនបាន3ទេអញ្ចឹងរនៅតាមគុំព្រៃអញ្ចឹងបងប្អូនគុំព្រៃតូចហើយព្រៃហ្នឹងគឺព្រៃលិចទឹកពេលទឹកចូលមកវាលិចទឹកនេកគឺវានេកវាកោបអញ្ចឹងហើយអាហ្នឹងងាវភក់ហ្នឹងគឺនៅលក្ខណៈបែបអញ្ចឹងបាន3ហ្នឹងហើយបានតែ3ទេរបានចូល20នាទីឯងបងប្អូនចឹងថ្ងៃនេះគាត់ថារៀងពិបាករដោយសារភ្លៀងមកមុននឹងច្រែងក៏បានបងប្អូនខ្យងមាត់ក្រហមខ្យងនេះថ្លៃដែរហើយគេត្រូវការដែរច្រើនខ្យងមាត់ក្រហមរស់ស៊ីចាំកូនរងរំរស់ទីបាទនេះដើមឈើធំពីមុនហើយវាងាប់សល់តែឫសហើយលោកគ្រូបានប្រហែលជាចូលចិត្ត3គីឡូហើយចឹងគាត់លក់1គីឡូ5000អញ្ចឹងបើសិនជា3គីឡូអញ្ចឹងបាន15000ហើយចឹងបានមួយទៀតរាវបងប្អូនអត់សូវចេះមើលអានេះឆ្លើងសមុទ្រឆ្លើងភក់ហើយឥឡូវយើងទៅវិញហើយប្រើពេលចូល1ម៉ោងកន្លះបងប្អូនចូល1ម៉ោងកន្លះមកវិញដោយសារអត់សូវមានរាល់ថ្ងៃគាត់ពីអ្នកប្តីប្រពន្ធគាត់ទេដែលគាត់ទៅរកបានចូលមកធុងពេត្រូរាល់ថ្ងៃដែរតែថ្ងៃនេះទៅបងស្រីចិត្តផ្ទះគាត់ទៅដែរហើយខ្ញុំទៅដែរអញ្ចឹងអត់បានទេថ្ងៃនេះបាទអញ្ចឹងអរគុណបងប្អូនដែលបានទស្សនា